មួយម៉ែចៃសម្រាប់សេងសុខីមមិនអស់អាល័យពីនេះជើងក្រោយពីផ្ដាច់ទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងសម្បូរស្នេហ៍ដែលគេចាត់ទុកថាជាព្រាននារីនាជើងនោះគិតត្រឹមមកទល់ពេលនេះមានរយៈពេលប្រមាណជិត1ឆ្នាំហើយខណៈសុកស្រាប់តែអតីតសង្សារតារាប្រុសរូបនេះអ្នកមេម៉ាយចាយសម្រាប់សេងសុខីមបានទម្លាយរូបថតមួយសន្លឹកនៅអនុស្សាវរីយ៍ថែមទាំងពោលមួយប្រយោគយ៉ាងចាក់ដោតថែមទៀតផងមហាជននៅធ្លាប់ចាំបានថាកាលពីកំឡុងឆ្នាំ2022កន្លងទៅអ្នកមេម៉ាយរូបស្រស់អ្នកនាងសេងសុខីមបានទម្លាយរឿងជុំវិញបែកបាក់ស្នេហាជាមួយអតីតតារាចម្រៀងវ័យក្មេងនេះជើងដែលបណ្ដាលឲ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងអ្នកដែលបានប្រើប្រាស់បណ្ដាញសង្គមតែថ្មីនេះអ្នកនាងសេងសុខីមបានរំលឹកដល់អតីតកាលនិងអនុស្សាវរីយ៍ល្អៗជាច្រើនធ្លាប់សាងរួមគ្នាជាមួយនឹងនេះជើងដោយអ្នកមេម៉ាយសាច់សខ្ចីរូបនេះបានបញ្ចេញនៅរូបថតដោយភ្ជាប់នឹងខ្លឹមសារដូចនេះថាមួយឆ្នាំហើយគិតទៅពេលវេលាដើរលឿនមែនដោយកុហកជាមួយគ្នានេះអ្នកខ្លះក៏បានសួរថានឹកគេមែនត្រូវគ្នាវិញមែនបងចំណែកអ្នកខ្លះទៀតបាននិយាយថាចំណុចល្អយើងមានច្រើនតែគេមើលចំណុចអាក្រក់យើងតូចមួយយើងមានអនុស្សាវរីយ៍មិនអាចបំភ្លេចបាន